វិមានក្រំឡងបានស្នើឲ្យមានបទឈប់បាញ់ជាបណ្ដោះអាសន្ននៅកូស្តានីហ្វកានិងប្រគល់សាកសពទៅឲ្យអ៊ុយក្រែនព្រមទាំងអំពាវនាវឲ្យមានកិច្ចចូលចែកសន្តិភាពនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីបានស្នើឲ្យមានបទឈប់បាញ់ជាបណ្ដោះអាសន្ននៅក្នុងទីក្រុងកូស្តានីហ្វកាដែលជាតំបន់ជួរមុខដើម្បីសម្រួលទៅដល់ការប្រគល់សាកសពទីហ៊ានអ៊ុយក្រែនដែលបានស្លាប់ហើយវិមានក្រំឡងបាននិយាយថាប្រធានាធិបតី Volodymyr Zelensky គួរតែធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយនឹងប្រធានាធិបតី Vladimir Putin ជំនួសឲ្យការជួបគ្នានៅទីក្រុងដែលកំពុងមានជម្លោះយោងទៅតាមក្រសួងការពារជាតិរុស្ស៊ីទីក្រុងមូស្គូបានស្នើឲ្យផ្អាកអារភាពនៅកូស្តានីហ្វកាចាប់ពីម៉ោង 12 ថ្ងៃត្រង់ដល់ម៉ោង 6 ល្ងាចមកនៅទីក្រុងមូស្គូចាប់ពីថ្ងៃទី 6 ខែកក្កដាដើម្បីអនុវត្តនៅអ្វីដែលខ្លួនពិពណ៌នាជាការផ្ទេរសាកសពមនុស្សធម៌របស់ទាហានអ៊ុយក្រែនដែលបានស្លាប់ក្រសួងបាននិយាយថាអ៊ុយក្រែនត្រូវជូនដំណឹងដល់យោធារុស្ស៊ីអំពីការសម្រេចចិត្តរបស់ខ្លួនត្រឹមថ្ងៃត្រង់មកនៅទីក្រុងមូស្គូថ្ងៃទី 5 ខែកក្កដាឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky នៅថ្ងៃទី 4 ខែកក្កដាកន្លងទៅនៃកិច្ចប្រជុំនៅកូស្តានីហ្វកាអ្នកនាំពាក្យវិមានក្រំឡងលោក Dmitry Peskov បានឆ្លើយតបថាប្រធានាធិបតីអ៊ុយក្រែនអាចមកទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាជាងដោះស្រាយសំណើសុំជួបប្រជុំគ្នានៅទីក្រុងដែលកំពុងមានជម្លោះសំណើនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ផ្ទុយគ្នាជាបន្ទាប់ពីមន្ត្រីរុស្ស៊ីទាក់ទងទៅនឹងឋានៈរបស់កូស្តានីហ្វកានៅយប់ថ្ងៃទី 4 ខែកក្កដាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថាលោកពូទីនត្រូវបានគេជូនដំណឹងថាទីក្រុងនេះត្រូវបានកងកម្លាំងរុស្ស៊ីដណ្ដើមបានយកទាំងស្រុងហើយនាយសេនាធិការរបស់រុស្ស៊ីលោក Valery Gerasimov ក៏បានអះអាងផងដែរថាកូស្តានីហ្វកាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីហើយបានពិពណ៌នាអំពីការដណ្ដើមយកទីក្រុងនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដណ្ដើមយកមជ្ឈមណ្ឌលការពារ Slovan Kramatov ទោះជាយ៉ាងណាក៏ដោយប៉ុន្មានម៉ោងក្រោយមកក្រសួងការពារជាតិរុស្ស៊ីបានប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មាន TASS ដែលគ្រប់គ្រងដោយរដ្ឋាការប្រយុទ្ធគ្នានៅកូស្តានីហ្វកានៅតែបន្តនៅមុននេះបន្តិចនៅថ្ងៃទី 4 ខែកក្កដាលោក Zelensky បានច្រានចោលការអះអាងរបស់លោក Putin ដែលថាកងកម្លាំងរុស្ស៊ីបានដណ្ដើមយកទីក្រុងនេះថាជាការកុហករបស់រុស្ស៊ីមួយផ្សេងទៀតដែលត្រូវបានបង្កើតឡើងដើម្បីបង្កើតព័ត៌មានមួយចំនួនលោក Zelensky បានមានប្រសាសន៍ថាប្រសិនបើកូស្តានីហ្វកាបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនោះលោកពូទីនប្រកាសជាមិនមានបញ្ហាក្នុងការជួបខ្ញុំនៅទីនោះនិងស្វែងរកដំណោះស្រាយការទូតដើម្បីបញ្ចប់សង្គ្រាមនោះទេអគ្គសេនាធិការអ៊ុយក្រែនបានបដិសេធការអះអាងរបស់រុស្ស៊ីថាកូស្តានីហ្វកាបានដួលរលំដោយនិយាយថាទីក្រុងនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនបើទោះបីជាក្រុមថ្មើរជើងរុស្ស៊ីបានជ្រៀតចូលផ្នែកខ្លះនៃទីក្រុងនិងបន្តប្រយុទ្ធគ្នាយ៉ាងខ្លាំងក៏ដោយអ្នកវិភាគយោធាមកពី Deep State បានរាយការណ៍ផងដែរថាកងកម្លាំងរុស្ស៊ីបានមកដល់ទីក្រុងហើយបន្តការប៉ុនប៉ងដើម្បីឈានទៅមុខទីក្រុងកូស្តានីហ្វកាគឺជាទីក្រុងដ៏សំខាន់មួយនៃខ្សែក្រវ៉ាត់បន្ទាយភាគខាងកើតរបស់អ៊ុយក្រែនរួមជាមួយនឹងទីក្រុង Slovan និង Kramatov ដែលនៅតែជាឧបសគ្គចម្បងចំពោះគោលដៅរបស់រុស្ស៊ីក្នុងការកាន់កាប់តំបន់ Donetsk ទាំងមូលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដើម្បីដណ្ដើមយកទីក្រុងនេះនៅតែបន្តអស់រយៈពេលជាច្រើនខែដោយកងកម្លាំងរុស្ស៊ីបានរលទៅមុខបន្តិចម្ដងឆ្ពោះទៅនឹងចូលទៅក្នុងផ្នែកខ្លះនៃតំបន់ទីក្រុងប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងទៅកាន់លោក Zelensky និងលោក Putin នៅថ្ងៃបុណ្យឯករាជ្យខណៈពេលដែលមេដឹកនាំរដ្ឋនេះក៏បានអបអរសាទរអាមេរិកនិងពិភាក្សាអំពីសង្គ្រាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅថ្ងៃទី 4 ខែកក្កដាដែលបានអបអរសាទរនៅទិវាឯករាជ្យអាមេរិកនិងពិភាក្សាអំពីស្ថានភាពសមរភូមិផ្នែកការទូតនិងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនលោក Zelensky បាននិយាយថាលោកបានអបអរសាទរលោក Trump និងប្រជាជនអាមេរិកនៅថ្ងៃឈប់សម្រាកហើយបានថ្លែងអំណរគុណដល់អាមេរិកចំពោះការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនយើងសូមថ្លែងអំណរគុណដល់អាមេរិកចំពោះជំនួយទាំងអស់ដែលបានផ្ដល់ចាប់តាំងពី Javelin និង Patriot រហូតដល់ការគាំទ្រផ្នែកនយោបាយដោយបានបន្ថែមថាអ៊ុយក្រែនក៏ពេញចិត្តដែលអាមេរិកឈរនៅជាមួយយើងក្នុងការការពារឯករាជ្យភាពរបស់យើងមេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅជួរមុខនិងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងតែបន្តដែលលោក Zelensky បានមានប្រសាសន៍ថាមានឱកាសពិតប្រាកដមួយដើម្បីបញ្ចប់សង្គ្រាមនេះហើយការតាំងចិត្តរបស់អាមេរិកនឹងមានភាពម៉ឺងម៉ាត់ហើយបើយោងទៅតាមលោក Zelensky លោកនិងលោក Donald Trump បានយល់ព្រមបន្តការពិភាក្សារបស់ពួកគេដោយផ្ទាល់ក្នុងអំឡុងកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង្ការ៉ាយើងអរគុណអាមេរិកអរគុណលោកប្រធានាធិបតីដែលនេះគឺជាអ្វីដែលលោក Zelensky បានសរសេរដោយជូនពរអាមេរិកបន្តវិបុលភាពនិងទទួលបានភាពជោគជ័យគ្រប់បែបយ៉ាងនៅថ្ងៃបុណ្យឯករាជ្យរបស់ខ្លួនបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីជំនួយការវិមានក្រំឡាំងលោក Yuri Yushakov ក៏បាននិយាយថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏បាននិយាយជាមួយ
នឹងប្រធានាធិបតីត្រាំតាមទូរស័ព្ទដែលមានរយៈពេលជាង1 ម៉ោងផងដែរលោកបានអះអាងថាការសន្ទនារវាងមេដឹកនាំទាំងពីរត្រូវបានរៀបចំឡើងតាមគំនិតព្រួយផ្ដើមរបស់សេតាវិមានលោកយូសាកូវបាននិយាយថាលោកពូទីនបានអញ្ជើញមេដឹកនាំអាមេរិកឲ្យទៅទស្សនកិច្ចប្រទេសរុស្ស៊ីដោយបន្ថែមថាមេដឹកនាំទាំងពីរក៏បានយល់ព្រមរក្សាទំនាក់ទំនងនេះលោកយូសាកូវបានអះអាងថាលោកត្រាំនិងលោកពូទីនបានពិភាក្សាអំពីអាជីវកម្មនិងដោះស្រាយសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនដោយអ្នកតំណាងរបស់លោកដូណាល់ត្រាំនោះគឺលោកស្ទីវិនកូហ្វនិងលោកជេរ៉េតគូសនើបានត្រៀមខ្លួនរួចជាស្រេចដើម្បីទៅទស្សនាទីក្រុងមូស្គូម្ដងទៀតលោកយូរីយូសាកូវបានបន្ថែមថាលោកពូទីនក៏បានចែករំលែកព័ត៌មានថ្មីៗអំពីសមរភូមិផងដែររួមទាំងស្ថានភាពនៅកូស្តានីហ្វកាហើយលោកត្រាំក៏បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់លោកក្នុងការជួយស្វែងរកដំណោះស្រាយផ្នែកការទូតចំពោះសង្គ្រាមនេះនៅមុននេះបន្តិចពោលគឺនៅថ្ងៃទី4ខែកក្កដាលោកសេឡិនស្គីក៏បានរំលឹកឡើងវិញអំពីទិវាឯករាជ្យរបស់អាមេរិកផងដែរនៅពេលរិះគន់លោកពូទីនចំពោះការកុហកអំពីការទទួលបានជ័យជំនះនៅលើសមរភូមិរបស់រុស្ស៊ីជុំវិញទីក្រុងកូស្តានីហ្វកាក្នុងតំបន់ដូនេហ្វរបស់អ៊ុយក្រែនលោកសេឡិនស្គីបានមានប្រសាសន៍ថាឥឡូវនេះនៅថ្ងៃបុណ្យឯករាជ្យរបស់អាមេរិកលោកពូទីនបានជ្រើសរើសការភូតកុហកពិភពលោកនិងប្រធានាធិបតីអាមេរិកអំពីស្ថានភាពនៅសមរភូមិមុខនេះជាយុទ្ធនាការដ្រូនរបស់អ៊ុយក្រែនយុទ្ធសាស្ត្រកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចនិងធម្មពលរបស់វិមានក្រំឡាំងខណៈពេលដែលយន្តហោះគ្មានរបស់អ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងក្នុងដែនដីក្រាហ្វ្នោដានិងតំបន់យ៉ារ៉ូស្លាវរបស់រុស្ស៊ីនេះបើយោងទៅតាមការអះអាងរបស់ប្រធានាធិបតីលោក Volodymyr Zelenskyស្វាគមន៍ប្រិយមិត្តបងប្អូនអរគ្នាវិលត្រឡប់ជាថ្មីសម្រាប់ការតាមដាននៅព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិប្រចាំថ្ងៃសង្គ្រាមនៅប្រទេសអ៊ុយក្រែនបានឈានចូលទៅដល់របបថ្មីមួយទៀតហើយដែលពិភពលោកមិនអាចមើលរំលងបាននៅពេលដែលសមរភូមិដីគោកកំពុងតែមានភាពជាប់គាំងកងកម្លាំងអ៊ុយក្រែនបានសម្រេចចិត្តវាយលុកចូលទៅក្នុងបេះដូងសេដ្ឋកិច្ចរបស់រុស្ស៊ីផ្ទាល់តែម្ដងថ្មីនេះប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសអំពីភាពជោគជ័យនៃការវាយប្រហារដ៏ធំមួយដោយប្រើប្រាស់យន្តហោះគ្មានមូលដ្ឋានចម្ងាយឆ្ងាយបំផ្លាញរោងចក្រចម្រាញ់ប្រេងសំខាន់ចំនួន2របស់រុស្ស៊ីនៅក្នុងដែនដីក្រាហ្វ្នោដានិងតំបន់យ៉ារ៉ូស្លាវរបស់រុស្ស៊ីលោកប្រធានាធិបតីបានហៅប្រតិបត្តិការនេះចំថាជាទនកម្មរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនដែលវាមានកម្លាំងមិនអាចគេចវេះឬបញ្ជាពេលបាននៅឡើយតែការវាយប្រហារនេះមានទំហំធំប៉ុណ្ណាហើយវានឹងកែប្រែវាសនានៃសង្គ្រាមយ៉ាងដូចម្តេចយើងនឹងពិនិត្យមើលទាំងអស់គ្នានៅក្នុងវីដេអូនេះជាដំបូងយើងមកមើលអំពីគោលដៅទី1នៃការវាយប្រហារដោយយន្តហោះគ្មានមន្តបាក់របស់អ៊ុយក្រែនជាមុនសិនដែលនោះគឺជារោងចក្រចម្រាញ់ប្រេងស្លាវយ៉ាងក្នុងតំបន់ក្រាហ្វ្នោដារបស់រុស្ស៊ីដែលទីតាំងនេះស្ថិតនៅចម្ងាយប្រហែល300គីឡូម៉ែត្រពីសមរភូមិមុខយោងទៅតាមរបាយការណ៍បឋមកងកម្លាំងពិសេសរបស់អ៊ុយក្រែនបានបញ្ជូនជាមួយនឹងវងដ្រូនអត្តឃាតជាច្រើនគ្រឿងបុកទម្លុះប្រព័ន្ធការពារដែនដីរបស់រុស្ស៊ីរួចសម្ដៅទៅរកអាងស្តុកប្រេងឆៅនិងឧបករណ៍ចម្រាញ់ស្នូលខណៈពេលដែលសម្លេងផ្ទុះបានលាន់លឺនៅពីពេញកណ្ដាលអធ្រាត្រដែលបានបង្កើតជាសមុទ្រភ្លើងដ៏គួរឲ្យរន្ធត់អាជ្ញាធរនៅក្នុងតំបន់របស់រុស្ស៊ីបានទទួលស្គាល់ថាមនុស្សម្នាក់បានបាត់បង់ជីវិតនិងម្នាក់ផ្សេងទៀតបានរងរបួសប៉ុន្តែអ្វីដែលរុស្ស៊ីតក់ស្លុតបំផុតនោះគឺគោលដៅទី2គឺជាទីតាំងរោងចក្រចម្រាញ់ប្រេង Slanef Yanov នៅក្នុងតំបន់ Yaroslav សូមបញ្ជាក់ថាទីតាំងនេះស្ថិតនៅចម្ងាយរហូតដល់ទៅប្រហែល700គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនពលគឺស្ថិតនៅផ្នែកខាងកើតនៃទីក្រុងមូស្គូទៅទៀតដែលនេះបានបង្ហាញថាដ្រូនរបស់អ៊ុយក្រែនមានសមត្ថភាពហោះហើរបានយ៉ាងឆ្ងាយឆ្លងកាត់រ៉ាដាការពាររបស់ខ្លួនយ៉ាងរលូនការវាយប្រហារចំចំណុចយុទ្ធសាស្ត្រនេះថែមទាំងបានបង្ខំឲ្យអាជ្ញាធររុស្ស៊ីបិទផ្លូវថ្នល់សំខាន់មួយចំនួនដែលឆ្ពោះទៅកាន់រដ្ឋធានីមូស្គូជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងស្ថានភាពនេះតែអ្នកណានៅពីក្រោយប្រតិបត្តិការដ៏ជោគជ័យនេះដែលនេះមិនមែនជាការវាយប្រហារដោយចៃដន្យនោះទេប៉ុន្តែវាជាការសម្របសម្រួលរួមគ្នាយ៉ាងហ្មត់ចត់រវាងស្ថាប័នកំពូលចំនួន3របស់អ៊ុយក្រែនទី1គឺមជ្ឈមណ្ឌលប្រតិបត្តិការពិសេស Alpha នៅទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន SBU ទី2គឺកងកម្លាំងដ្រូនមិនមែនមនុស្សឬកងកម្លាំងប្រតិបត្តិការយន្តហោះគ្មានមន្តបាក់របស់អ៊ុយក្រែននិងទី3គឺទីភ្នាក់ងារចរកម្មយោធា DIU យុទ្ធសាស្ត្ររបស់អ៊ុយក្រែននៅពេលនេះមិនផ្ដោតទៅលើការវាយប្រហារទៅលើប្រជាជនស៊ីវិលនោះទេប៉ុន្តែពួកគេប្រើប្រាស់ចរកម្មបច្ចេកវិទ្យាដើម្បីស្វែងរកចំណុចខ្សោយបំផុតនៃសេដ្ឋកិច្ចរបស់រុស្ស៊ីរោងចក្រចម្រាញ់ប្រេងតែនេះគឺជាកន្លែងបំផ្លាញប្រេងឆៅទៅជាប្រេងសាំងនិងប្រេងម៉ាស៊ូតដែលផ្គត់ផ្គង់ដោយផ្ទាល់ទៅដល់រថក្រោះរថពាដែកនិងយន្តហោះចម្បាំងរបស់រុស្ស៊ីនៅលើសមរភូមិការកំទេចរោងចក្រទាំងនេះមានន័យថាស្មើទៅនឹងការកាត់ផ្តាច់ឈាមដែលចិញ្ចឹមបេះដូងនៃកងទ័ពរុស្ស៊ី